បីដំណាក់កាលនៃអាពាហ៍ពិពាហ៍និងវិបត្តិដែលធ្វើឲ្យគូស្វាមីភរិយាជាច្រើនមិនចុះសម្រុងគ្នាអាពាហ៍ពិពាហ៍មិនតែងតែដើរតាមផ្លូវត្រង់នោះទេអ្នកជំនាញជាច្រើនជឿថាគូស្វាមីភរិយាច្រើនតែឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍស្រដៀងគ្នាដោយរយៈពេលប្រហែលឆ្នាំទី7ត្រូវបានចាត់ទុកថាជាពេលវេលាដែលវិបត្តិទំនងជាកើតឡើងប្រសិនបើមិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវអាពាហ៍ពិពាហ៍ជាច្រើនបែកបាក់មិនមែនដោយសារតែព្រឹត្តិការណ៍ធំមួយនោះទេប៉ុន្តែដោយសារតែការផ្លាស់ប្ដូរតិចតួចដែលកើតឡើងក្នុងរយៈពេលយូរវាគួរឲ្យកត់សម្គាល់ថាគូស្វាមីភរិយាជាច្រើនតែងតែប្រឈមមុខនឹងការលំបាកនៅពេលស្រដៀងគ្នាជាពិសេសនៅជុំវិញឆ្នាំទី7នៃអាពាហ៍ពិពាហ៍មួយដំណាក់កាលដំបូងភាពរីករាយការរំពឹងទុកនិងភាពខុសគ្នាលេចឡើងបន្តិចម្ដងពី3ឆ្នាំដំបូងបន្ទាប់ពីរៀបការច្រើនតែជាឆ្នាំដែលមានភាពតានតឹងខាងអារម្មណ៍បំផុតគូស្វាមីភរិយាសាងសង់ផ្ទះជាមួយគ្នាចែករំលែកផែនការអនាគតនិងបង្ហាញការយកចិត្តទុកដាក់និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកភាពថ្មីថ្មោងនៃបទពិសោធន៍ធ្វើឲ្យជម្លោះតូចជាច្រើនងាយនឹងមើលរំលងឬដោះស្រាយបានយ៉ាងឆាប់រហ័សទោះជាយ៉ាងណាក៏ដោយនៅពេលដែលជីវិតក្លាយជាការពិតភាពខុសគ្នានៃទម្លាប់ហិរញ្ញវត្ថុទម្លាប់ចំណាយរបៀបចិញ្ចឹមកូនឬទំនាក់ទំនងជាមួយគ្រួសាររបស់គ្នាទៅវិញទៅមកចាប់ផ្ដើមកាន់តែច្បាស់នេះស្ទើរតែមិនអាចជៀសវាងបាននៅក្នុងអាពាហ៍ពិពាហ៍ណាមួយប្រសិនបើការទំនាក់ទំនងមានប្រសិទ្ធភាពគូស្វាមីភរិយាជាធម្មតាឆ្លងកាត់ដំណាក់កាលនេះយ៉ាងរលូនផ្ទុយទៅវិញការមិនចុះសម្រុងគ្នាដែលកកុញនិងមិនត្រូវបានដោះស្រាយតាំងពីដំបូងអាចក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ជម្លោះធំនៅក្នុងឆ្នាំបន្តបន្ទាប់2ដំណាក់កាលស្ថិរភាពការទទួលខុសត្រូវកើនឡើងអារម្មណ៍ងាយនឹងត្រូវបានគេមើលរំលងបន្ទាប់ពីរស់នៅជាមួយគ្នាពី3ឆ្នាំអាពាហ៍ពិពាហ៍ច្រើនតែចូលដល់ដំណាក់កាលដែលមានស្ថិរភាពជាងមុនការងារកូនហិរញ្ញវត្ថុនិងការទទួលខុសត្រូវក្នុងគ្រួសារកាន់កាប់ពេលវេលាភាគច្រើនរបស់ដៃគូទាំងពីរជីវិតដំណើរការទៅតាមកាលវិភាគដែលធ្លាប់ស្គាល់ហើយមិនសូវប្រែប្រួលជាងមុននេះក៏ជាពេលដែលមនុស្សជាច្រើនចាប់ផ្ដើមមានអារម្មណ៍ថាទំនាក់ទំនងលែងមានអារម្មណ៍ច្រើនដូចកាលពីដើមដំបូងនៃអាពាហ៍ពិពាហ៍នេះមិនចាំបាច់មានន័យថាសេចក្តីស្រឡាញ់បានថយចុះនោះទេប៉ុន្តែជារឿយកើតចេញពីការផ្លាស់ប្ដូរការយកចិត្តទុកដាក់ទៅអាទិភាពផ្សេងទៀតស្នេហាបន្តិចម្ដងផ្ដល់ផ្លូវដល់ការទទួលខុសត្រូវនិងការប្រកេចបញ្ហាកើតឡើងនៅពេលដែលមនុស្សពីរនាក់ផ្ដោតតែលើកិច្ចការប្រចាំថ្ងៃហើយភ្លេចរក្សាទំនាក់ទំនងអារម្មណ៍ការសន្ទនាកាន់តែខ្លីពេលវេលាដែលចំណាយជាមួយគ្នាថយចុះហើយអារម្មណ៍នៃការយល់ចិត្តថយចុះចម្ងាយផ្លូវចិត្តច្រើនតែចាប់ផ្ដើមបង្កើតឡើងក្នុងអំឡុងពេលដែលហាក់ដូចជាមានស្ថិរភាពនេះ3ដំណាក់កាលដ៏លំបាកវិបត្តិឆ្នាំទី7និងហានិភ័យនៃចម្ងាយគោលគំនិតនៃវិបត្តិឆ្នាំទី7ត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងការសិក្សានិងការពិភាក្សាអំពីអាពាហ៍ពិពាហ៍ខណៈពេលដែលមិនមែនគ្រប់គូស្វាមីភរិយាទាំងអស់ជួបប្រទះវានៅក្នុងឆ្នាំទី7របស់ពួកគេទេវាត្រូវបានចាត់ទុកថាជាដំណាក់កាលមួយដែលទំនាក់ទំនងជាច្រើនចាប់ផ្ដើមប្រឈមមុខនឹងសម្ពាធដែលប្រមូលផ្ដុំបន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំនៅចំណុចនេះភាពស្និទ្ធស្នាលជំនួសភាពថ្មីថ្មោងគុណវិបត្តិរបស់អ្នកដទៃលែងងាយនឹងមើលរំលងទៀតហើយសម្ពាធហិរញ្ញវត្ថុការងារការចិញ្ចឹមកូនឬគោលដៅផ្ទាល់ខ្លួនដែលមិនបានបំពេញសុទ្ធតែអាចរួមចំណែកដល់ភាពតានតឹងកើនឡើងចំនួនតូចអាចកើនឡើងយ៉ាងងាយស្រួលទៅជាការឈ្លោះប្រកែកគ្នាធំសញ្ញាគួរឲ្យកត់សម្គាល់មួយគឺភាពញឹកញាប់នៃភាពស្ងៀមស្ងាត់កើនឡើងគូស្វាមីភរិយាជាច្រើននៅតែរស់នៅជាមួយគ្នាប៉ុន្តែចែករំលែកអារម្មណ៍តិចជាងមុនបង្ហាញការព្រួយបារម្ភតិចជាងមុនចំពោះគំនិតរបស់គ្នាទៅវិញទៅមកនិងបាត់បង់អារម្មណ៍នៃភាពជាដៃគូបន្តិចម្ដងបើគ្មានការកែលម្អការទំនាក់ទំនងប្រកបដោយភាពសកម្មទេចម្ងាយនេះអាចធ្វើឲ្យកាន់តែស៊ីជម្រៅនិងប៉ះពាល់ដោយផ្ទាល់ដល់គុណភាពនៃអាពាហ៍ពិពាហ៍